ខ្ញុំមើលទៅរស់មិនបានយូរទៀតទេបើស្លាប់បាត់ទៅអាចរមាក់នោះនៅតូចណាស់និស័យច្បាស់ជាធ្វើបាបគេកូនប្រុសរបស់ខ្ញុំនឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ណាស់តើឲ្យខ្ញុំធ្វើយ៉ាងណាអូនមានដឹងទេថាអ្នកក្រៅគេនិយាយយ៉ាងម៉េចខ្លះពីពួកយើងប្រហែលឆ្នាំនេះបងស្រឡាញ់គេណាស់តែវាប្រែទៅជាឥតន័យយ៉ាងនេះជឿអូនចុះអូនពិតជាស្មោះត្រង់នឹងបងណាស់តេងគឺជាកូនប្រុសរបស់បងពិតប្រាកដមែនបើសិនជាអូនកុហកបងសូមឲ្យមេឃដីដាក់ទោសអូនចុះនៅពេលដែលរីកឮពាក្យចចាមអារាមថាតេងមិនមែនជាកូនប្រុសរបស់គាត់សុភាតែងតែបញ្ចេញអាកប្បកិរិយាមិនអើពើចំពោះប្រពន្ធក្រោយនិងកូនប្រុសរបស់គាត់ទេពេលនេះគាត់គួរតែយល់ហើយថាមនុស្សចាស់អាយុ70ឆ្នាំឯណានឹងមានកូនយ៉ាងម៉េចកើតមិនក៏គាត់ចង់បានកូនប្រុសអីយ៉ាងនេះពុកឃើញទេខ្ញុំធ្លាប់ប្រាប់ពុកហើយថាខ្ញុំបានឃើញប្រពន្ធពុកទំនាក់ទំនងជាមួយនឹងប្រុសផ្សេងហើយតេងក៏មិនមែនជាកូនពុកដែរតែនៅតែមិនជឿខ្ញុំទ្រព្យសម្បត្តិទាំងនោះនឹងក្លាយជារបស់ខ្ញុំក្រោយពេលបានគ្រប់យ៉ាងអស់ហើយខ្ញុំនឹងមិនដេញម្ដាយកូនទាំងពីរនោះចេញពីផ្ទះជាច្រើនឆ្នាំកន្លងផុតទៅដោយសារតែរឿងនេះរហូតដល់ថ្ងៃមរណភាពរបស់លោកសុភាគេក៏មិនបានឃើញមានបណ្ដាំមរតកអ្វីតាក់ទងនឹងទ្រព្យសម្បត្តិរបស់គាត់ឡើយក្តីសម្លាញ់ចិត្តអូនពីពេលនេះទៅអ្នកទាំងពីរគ្មានសិទ្ធិនៅទីនេះទៀតទេវាជាផ្ទះរបស់ខ្ញុំនិងប្រពន្ធខ្ញុំចេញឲ្យឆាប់ទៅកូនប្រសាអើយសូមមេត្តាដល់ពួកយើងផងចុះខ្ញុំចាស់ហើយប្អូនប្រុសឯងក៏នៅក្មេងទៀតអនុញ្ញាតឲ្យយើងបានរស់នៅទីនេះផងហើយយើងក៏នៅធ្វើពិធីបុណ្យសពឲ្យពុកក្មេងកូនមិនទាន់រួចរាល់ស្រួលបួលដែរមីងមិនបាច់ភ័យទេខ្ញុំជាកូនប្រសាគាត់ខ្ញុំចេះចាត់ចែងហើយម្យ៉ាងវិញទៀតមុនពេលគាត់ស្លាប់គាត់មិនដែលនិយាយពីការបែងចែកទ្រព្យសម្បត្តិដល់មីងដែរគាត់ប្រហែលជាដឹងហើយថាក្មេងនោះមិនមែនជាកូនប្រុសរបស់គាត់ទេអញ្ចឹងចេញពីផ្ទះនេះប្រញាប់ទៅបងមិនគួររុញម៉ែខ្ញុំទេហេហើយវាស្អីឯងយើងចង់ធ្វើអញ្ចឹងឯងចង់យ៉ាងម៉េចចង់ត្រូវដែរមែនទេបងឯងកុំធ្វើបាបកូនប្រុសខ្ញុំអីបើមិនចង់ត្រូវទេចេញឲ្យលឿនបន្តិចទៅហើយក៏មកវិញឲ្យសោះអេជប់សិនមានលុយរបស់អីទៅឬអត់ទេគ្មានទេនេះសុទ្ធតែជាសម្លៀកបំពាក់របស់យើងតែប៉ុណ្ណោះខ្ញុំមិនបានលួចមួយកាក់មួយសេនឡើយខ្ញុំមិនជឿទេឲ្យខ្ញុំពិនិត្យសិនត្រូវតែយកមាសប្រាក់មកឲ្យខ្ញុំវិញចូលនេះស្អីអ្នកទាំងពីរនិយាយកុហកចូលរូបថ្មគុជនេះអ្នកទាំងពីរថាយ៉ាងម៉េចវិញនេះជាអំណោយដែលពុកឲ្យខ្ញុំបងមិនអាចយកវាទៅបានទេឲ្យមកយើងវិញភ្លាមគាត់មិនឲ្យរបស់មានតម្លៃទាំងនេះទៅឯងមិននឹងកើតបើឯងមិនមែនជាកូនប្រុសរបស់គាត់ផងហ្នឹងពុកបានឲ្យវាមកខ្ញុំបងមិនអាចយកវាទៅបានទេរូបចម្លាក់ថ្មនេះគឺពុកក្មេករបស់ឯងជាអ្នកឲ្យទេងពិតមែនខ្ញុំបានប្រាប់ហើយថាអ្នកទាំងពីរមិនអាចយករបស់ចេញពីផ្ទះនេះបានឡើយម៉ែកូនចៅនេះមិនអីទេខ្ញុំនឹងប្តឹងទៅសាលាឃុំរងចាំដេកក្នុងគុកឲ្យហើយទៅសូមជម្រាបលោកមេឃុំសូមជួយកាត់ក្តីឲ្យពួកខ្ញុំផងមានអាក្មេងល្ងីល្ងើហើយនឹងស្រីចំណាស់ដែលជាម្ដាយរបស់គេបានលួចទ្រព្យសម្បត្តិរបស់ខ្ញុំជម្រាបលោកមេឃុំវាមិនមែនជាការពិតទេពួកខ្ញុំត្រូវបានគេបណ្តេញចេញពីផ្ទះយើងយកតែសម្លៀកបំពាក់របស់ពួកយើងនិងរូបចម្លាក់ថ្មគុជមួយដែលកូនប្រុសខ្ញុំទទួលបានពីឪពុកគេតែប៉ុណ្ណោះយើងមិនបានលួចអ្វីឡើយកុំមកកុហកពុកក្មេងរបស់ខ្ញុំមិនបានឲ្យរបស់មានតម្លៃនេះទៅអាកូនចង្រៃនោះទេសូមស្ងាត់ខ្ញុំគិតថាមានរឿងសង្ស័យជាច្រើននៅក្នុងនេះខ្ញុំស្គាល់សុភាគេជាមនុស្សដែលមានការគិតល្អិតល្អន់ណាស់គាត់មិននឹងមិនបន្សល់ទុកបណ្ដាំមរតកដូចនេះកើតឯណារូបចម្លាក់នោះយកមកឲ្យខ្ញុំមើលបន្តិចមើលតើវាមានអត្ថន័យយ៉ាងណាជប់សិនមិនបានជាដៃរបស់រូបនេះចង្អុលទៅពោះរបស់វាមានអីនៅខាងក្នុងមែនទេវាមិនមែនជារូបទទេឡើយច្បាស់ជាមានអ្វីនៅខាងក្នុងនេះត្រូវហើយវានៅទីនេះគ្រប់យ៉ាងនឹងត្រូវបានដោះស្រាយដោយអត្ថន័យក្នុងក្រដាសមួយសន្លឹកនេះលោកមេឃុំតើមានអ្វីនៅខាងក្នុងរូបនោះទៅលោកដែលជាកូនប្រសាឆ្លើយប្រាប់ខ្ញុំមកតើពុកក្មេករបស់លោកបានបន្សល់ទុកបណ្ដាំមរតកអ្វីទេមុនពេលដែលគាត់ស្លាប់បាទលោកមេឃុំគឺមិនមានទេលោកមិនដឹងទេពុកក្មេករបស់លោកបានបន្សល់ទុករូបចម្លាក់ថ្មគុជនេះទៅនឹងកូនប្រុសរបស់គាត់វាមើលទៅដូចជារូបចម្លាក់ថ្មធម្មតាប៉ុន្តែតាមពិតគឺមានពាក្យបណ្ដាំរបស់គាត់ថាម៉េចបណ្ដាំមិនបានជាលោកមេឃុំអាចសន្និដ្ឋានបានថាវាជាអក្សរដែលសរសេរដោយពុកក្មេកខ្ញុំពួកគេអាចប្រឌិតវាឡើងកថាបានលោកទៅផ្ទះវិញហើយយកកំណត់ហេតុតខ្លួនរបស់លោកសុភាមកខ្ញុំប្រៀបធៀបការសរសេរដោយដៃនៅក្នុងលិខិតទាំងពីរនេះថាពិតជាការសរសេរដោយដៃរបស់លោកសុភាមែនឬមិនមែនមិនគួរឲ្យជឿសោះថារូបចម្លាក់នេះមានផ្ទុកនៅលិខិតបណ្ដាំរបស់ពុក
គាត់ពិតជាបានបន្សល់បណ្ដាំមរតកមែនឬមិនអីទេវាអាចជាបណ្ដាំក្នុងការចែករំលែកទ្រព្យសម្បត្តិគាត់សម្រាប់ពួកយើងទាំងសងខាងវាមិនដូចអ្វីដែលលោកគិតទេពាក្យនៅក្នុងសម្បត្តិនេះបានសរសេរថាខ្ញុំមានតេងនៅពេលដែលខ្ញុំមានអាយុ70ឆ្នាំគេជាកូនប្រុសរបស់ខ្ញុំដីនឹងផ្ទះរបស់ខ្ញុំទាំងអស់នឹងត្រូវប្រគល់ឲ្យគេកូនប្រសាគឺជាអ្នកក្រៅមិនមានសិទ្ធិទទួលបានអ្វីទាំងអស់ ថាម៉េចវាមិនអាចទៅរួចទេ និស័យលោកហ៊ានលៀបយកទ្រព្យសម្បត្តិទាំងអស់ដែលជាកម្មសិទ្ធិរបស់តេងនិងម្ដាយរបស់គេលោកមិនមានធម៌មេត្តាអីបន្តិចសោះចំពោះសមាជិកគ្រួសារលោកខ្ញុំបញ្ជាឲ្យលោកប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យតេងនិងម្ដាយរបស់គេរួមទាំងដីផ្ទះនិងភោគផលទាំងឡាយដែលមាន ចាប់តាំងពីថ្ងៃនោះមកតេងនិងម្ដាយទទួលទ្រព្យសម្បត្តិទាំងអស់ដែលលោកសុភាបានទុកឲ្យពួកគេទោះបីពួកគេខ្លាចជាអ្នកមានក៏ដោយក៏ពួកគេមិនក្រអឺតកតងដែរពួកគេតែងតែចែករំលែកប្រាក់កាសមួយចំនួនរបស់គាត់ដើម្បីផ្គត់ផ្គង់ដល់ជនក្រីក្រ